សួស្តីបងប្អូនទាំងអស់គ្នាមុននឹងចាប់ផ្ដើមរឿងនេះបានបញ្ជាក់ថាឈ្មោះតួអង្គទីកន្លែងនិងផលិតផលទាំងអស់គឺជាការស្រមើស្រមៃនឹងការសម្ដែងបែបល្ខោនតែប៉ុណ្ណោះមិនមានទំនាក់ទំនងជាមួយពិភពពិតឡើយរឿងរបស់យើងចាប់ផ្ដើមនៅក្នុងពិធីជប់លៀងដ៏ប្រណិតមនុស្សជាច្រើនកំពុងសម្លឹងមើលទៅកាន់ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកំពុងកើតឡើងនៅចំពោះមុខពួកគេពិធីករក៏ប្រកាសយ៉ាងកក់ក្ដៅថាសូមស្វាគមន៍មកកាន់ពិធីបង្ហាញផលិតផល Greek Statue Collection ឆ្នាំ2024របស់ Boudoir ភ្ញៀវកិត្តិយសមនុស្សល្បីៗនិងអ្នកមានជាច្រើនបានចូលរួមក្នុងកម្មវិធីដ៏ធំនេះអ្នកកាសែតនិងអ្នកថតរូបកំពុងស្រែកឲ្យតារាបង្វែរមុខមករកកាមេរ៉ារបស់ពួកគេគ្រប់ទីកន្លែងពោរពេញទៅដោយភាពប្រណិតនិងភាពអស្ចារ្យស្រាប់តែព្រិលក៏ចាប់ផ្ដើមធ្លាក់មនុស្សគ្រប់គ្នាភ្ញាក់ផ្អើលអ្នកខ្លះស្រែកថាវាពិតជាស្រស់ស្អាតមិនគួរឲ្យជឿអ្នកខ្លះទៀតមិនអាចលាក់ភាពរំភើបរបស់ខ្លួនបានឡើយសូម្បីតែកាបូបប្រណិតរបស់ភ្ញៀវក៏មានបុគ្គលិកកាន់ឆ័ត្រការពារមិនឲ្យត្រូវព្រិលដែរទិដ្ឋភាពទាំងមូលហាក់ដូចជាពិភពក្នុងសុបិនមួយប៉ុន្តែសំឡេងនិទានមួយក៏លេចឡើងវានិយាយថាការពិតប្រៀបដូចជាពន្លឺហើយពន្លឺនោះអាចធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានផ្ទុយទៅវិញការកុហកគឺដូចជាថ្ងៃលិចដ៏ស្រស់ស្អាតដែលធ្វើឲ្យអ្វីៗទាំងអស់មើលទៅអស្ចារ្យជាងការពិតប៉ុន្តែវានឹងស្រស់ស្អាតបែបនេះរហូតដល់ថ្ងៃដែលការពិតត្រូវបានលាតត្រដាងខណៈដែលមនុស្សអ្នកមានកំពុងរីករាយនឹងជីវិតដ៏ប្រណិតរបស់ពួកគេនៅម្ខាងទៀតនៃទីក្រុងមនុស្សធម្មតាជាច្រើនកំពុងរត់ទៅឈរតម្រង់ជួរដើម្បីទិញកាបូបម៉ូដថ្មីៗអ្នកខ្លះត្អូញត្អែថាពួកគេបានចុះឈ្មោះរងចាំនៅហាងល្បីៗអស់ជាច្រើនខែហើយអ្នកខ្លះជឿថាហាងទាំងនោះចេតនាមិនលក់ឲ្យពួកគេដោយសារតែពួកគេជានរណាសម្រាប់ពិភពអ្នកមានការកាន់កាប់កាបូបប្រណិតមិនមែនគ្រាន់តែជាការទិញទំនិញទេប៉ុន្តែវាគឺជាសញ្ញានៃឋានៈនិងអំណាចប៉ុន្តែមិនយូរប៉ុន្មានអារម្មណ៍ដ៏ស្រស់ស្អាតទាំងអស់ក៏ត្រូវបានបំផ្លាញដោយហេតុការណ៍ដ៏រន្ធត់មួយប៉ូលីសបានរកឃើញសាកសពស្ត្រីម្នាក់នៅកណ្ដាលទីក្រុងសាក្សីម្នាក់និយាយទាំងភ័យខ្លាចថានាងបានឃើញមុខរបស់ជនរងគ្រោះបែកបាក់យ៉ាងសាហាវរហូតមិនអាចមើលបានក្រុមស៊ើបអង្កេតចាប់ផ្ដើមពិនិត្យកន្លែងកើតហេតុភ្លាមៗប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺពួកគេមិនបានរកឃើញអត្តសញ្ញាណប័ណ្ណឬទូរស័ព្ទដៃអ្វីសោះសូម្បីតែស្នាមម្រាមដៃក៏មិនមាននៅក្នុងប្រព័ន្ធដែរវាហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់ស្ត្រីម្នាក់នេះឡើយប៉ុន្តែបន្ទាប់មកប៉ូលីសក៏រកឃើញកាបូបមួយកាបូបពណ៌ស្វាយដ៏ប្រណិតនិងកម្របំផុតអ្នកជំនាញបញ្ជាក់ថាកាបូបប្រភេទនេះប្រហែលជាមានតែប៉ុន្មានគ្រឿងប៉ុណ្ណោះនៅលើពិភពលោកវាមានលេខសម្គាល់ពិសេសដែលអាចតាមដានម្ចាស់ដើមបានសំណួរធំមួយបានកើតឡើងភ្លាមបើជនរងគ្រោះជាមនុស្សធម្មតាហេតុអ្វីបានជានាងមានកាបូបដែលមានតម្លៃរាប់លានដុល្លារបែបនេះហើយបើនាងជាមនុស្សមានហេតុអ្វីបានជាគ្មាននរណាម្នាក់រាយការណ៍ថានាងបាត់ខ្លួនការធ្វើកសលវិច័យកាន់តែធ្វើឲ្យករណីនេះគួរឲ្យខ្លាចជាងមុនមុខរបស់នាងត្រូវបានវាយបំផ្លាញម្ដងហើយម្ដងទៀតវាបង្ហាញពីការស្អប់ខ្ពើមនិងការសងសឹកយ៉ាងខ្លាំងពីជនល្មើសប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺមូលហេតុពិតនៃការស្លាប់មិនមែនដោយសាររបួសលើមុខឡើយនាងបានស្លាប់ដោយសារតែការកកត្រជាក់នាងត្រូវបានទុកឲ្យស្លាប់យ៉ាងយឺតនៅកណ្ដាលតំបន់ឆុងដាំដុងដែលជាតំបន់អ្នកមានបំផុតមួយរបស់កូរ៉េក្រុមស៊ើបអង្កេតក៏ដាក់ឈ្មោះជនរងគ្រោះបណ្ដោះអាសន្នថា Jane Doe មានន័យថាស្ត្រីដែលគ្មាននរណាស្គាល់អត្តសញ្ញាណនៅពេលនោះប៉ូលីសវ័យក្មេងម្នាក់ក៏ចូលរួមក្នុងក្រុមស៊ើបអង្កេតគាត់មានឈ្មោះថា Hyeon Jae-hyung ដែលទើបត្រូវបានផ្ទេរមកកាន់ផ្នែកឧក្រិដ្ឋកម្មធ្ងន់ធ្ងរបន្ទាប់ពីស៊ើបអង្កេតតាមលេខសម្គាល់របស់កាបូបទីបំផុតពួកគេក៏រកឃើញម្ចាស់ដើមនាងមានឈ្មោះ Jong Yo-jin ជានាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រឿងសម្អាងដ៏ល្បី Nox ប៉ុន្តែ Yo-jin ប្រាប់ប៉ូលីសថានាងបានផ្ដល់កាបូបនោះឲ្យមិត្តស្និទ្ធរបស់នាងម្នាក់រួចទៅហើយស្ត្រីម្នាក់នោះមានឈ្មោះថា Sarah Kim នៅពេលដែល Yo-jin ត្រូវទៅមើលសាកសពនាងស្រែកទាំងតក់ស្លុតព្រះអើយនេះគឺជា Sarah ទឹកភ្នែកហូរចុះពីមុខរបស់នាងព្រោះ Sarah មិនមែនជាមិត្តធម្មតានោះទេនាងគឺជាមនុស្សដែលបន្ទាប់ពីស្ត្រីអាចកំបាំងម្នាក់នោះប្រកាសថានាងនឹងទិញគ្រប់យ៉ាងដែលនាងបានប៉ះបុគ្គលិកក្នុងហាងទាំងអស់ក៏ចាប់ផ្ដើមភ្ញាក់ផ្អើលពួកគេប្រញាប់រៀបចំការចុះឈ្មោះសមាជិកឲ្យនាងភ្លាមបុគ្គលិកម្នាក់សួរថាសូមប្រាប់ឈ្មោះរបស់អ្នកផងនាងឆ្លើយយ៉ាងស្ងប់ស្ងាត់ថា Sarah Kim នៅពេលសួរអំពីអាសយដ្ឋាននិងព័ត៌មានផ្ទាល់ខ្លួនសារ៉ាគ្រាន់តែនិយាយថាបំពេញនៅសល់ដោយខ្លួនឯងទៅចម្លើយដ៏ចម្លែកនេះធ្វើឲ្យបុគ្គលិកទាំងអស់ស្រឡាំងកាំងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតគឺសារ៉ាមិនបានយកកាតធនាគារចេញមកបង់ប្រាក់ទេនាងបង់ជាសាច់ប្រាក់សុទ្ធ1លានវ៉ុន5លានវ៉ុននិងរាប់បន្តរហូតដល់10លានវ៉ុននៅពេលនោះ Yeojin ដឹងភ្លាមថាស្ត្រីម្នាក់នេះមិនមែនជាមនុស្សធម្មតាឡើយនាងចម្លែកប៉ុន្តែភាពចម្លែកនោះបែរជាធ្វើឲ្យ Yeojin ចាប់អារម្មណ៍ទៅវិញពីមួយថ្ងៃទៅមួយថ្ងៃឈ្មោះ Sarah Kim ក៏ចាប់ផ្ដើមល្បីល្បាញកាន់តែខ្លាំងនៅពេលដែល Yeojin ទៅហាងប្រណិតម្ដងទៀតនាងបានឃើញកាបូបពិសេសមួយប៉ុន្តែបុគ្គលិកប្រាប់ថាវាត្រូវបានបញ្ជាទិញទុកជាមុនរួចហើយម្ចាស់កាបូបនោះគឺ Sarah Kim គ្រាន់តែឮឈ្មោះនេះមនុស្សជាច្រើនក៏ចាប់ផ្ដើមនិយាយអំពីនាងអ្នកដឹកនាំភាពយន្តល្បីម្នាក់និយាយថា
Sarah គឺជាអ្នកឧបត្ថម្ភគម្រោងភាពយន្តថ្មីរបស់គាត់អ្នកខ្លះទៀតអះអាងថានាងជាប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ីរបស់ Boudoir ម៉ាកប្រណិតដែលធ្លាប់ផ្គត់ផ្គង់រាជវង្សអឺរ៉ុបអស់រយៈពេលជាងមួយសតវត្សរ៍ហើយគេថា Boudoir លក់ផលិតផលឲ្យតែអ្នកមានបំផុត 0.1% ប៉ុណ្ណោះកាន់តែ Eugene ក៏កាន់តែចង់ដឹងថា Sarah ជានរណាពិតប្រាកដប៉ុន្តែមុននឹងបានជួប Sarah ម្ដងទៀត Eugene ត្រូវប្រឈមមុខនឹងការអាម៉ាស់ដ៏ធំបំផុតមួយក្នុងជីវិតរបស់នាងនៅក្នុងកម្មវិធីជួបជុំរបស់អ្នកមាននាងបានជួបប្រធានស្ត្រីឆយ Eugene សួរដោយផ្ទាល់ថាហេតុអ្វីបានជាពាក្យស្នើសុំចូលជាសមាជិករបស់នាងត្រូវបានបដិសេធប៉ុន្តែចម្លើយដែលនាងទទួលបានគឺឈឺចាប់ជាងអ្វីទាំងអស់ Chairwoman Choi និយាយថាគោលបំណងនៃការជួបជុំនេះគឺដើម្បីចំណាយពេលជាមួយមនុស្សដែលមានរបៀបគិតអារម្មណ៍និងចំណង់ចំណូលចិត្តដូចគ្នានិយាយឲ្យសាមញ្ញ Eugene មិនមាន wavelength ដូចពួកគេឡើយសម្រាប់អ្នកមានជាន់ខ្ពស់លុយមិនមែនជារឿងសំខាន់បំផុតទេអ្វីដែលសំខាន់គឺការកើតមកក្នុងវណ្ណៈដូចគ្នានិងមានរបៀបរស់នៅដូចគ្នា Chairwoman Choi ថែមទាំងនិយាយទៀតថាមូលហេតុដែល Eugene អង្គុយជិតបន្ទប់ទឹកខណៈពួកគេអង្គុយនៅកន្លែងល្អបំផុតគឺដោយសារតែភាពខុសគ្នានៃ wavelength នោះឯងនាងបញ្យល់ថាពេលញ៉ាំអាហារមនុស្សខ្លះផ្ដោតលើរសជាតិខ្លះផ្ដោតលើបរិមាណប៉ុន្តែអ្នកមានជាន់ខ្ពស់ផ្ដោតលើសោភ័ណភាពនិងបទពិសោធន៍ហើយចំពោះ Eugene ពួកគេជឿថានាងគ្រាន់តែចង់បង្ហាញថាខ្លួនមានគ្រប់យ៉ាងដើម្បីលាក់បាំងការពិតថានាងជាមនុស្សអ្នកមានថ្មីពាក្យសម្ដីទាំងនោះធ្វើឲ្យ Eugene អាម៉ាស់យ៉ាងខ្លាំងប៉ុន្តែគ្រាន់តែបន្ទាប់ពីនោះហេតុការណ៍មិននឹកស្មានដល់មួយក៏កើតឡើងមាននរណាម្នាក់ធ្វើឲ្យកាបូបប្រណិតរបស់ Eugene ខូចមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលអ្នកខ្លះស្ទើរតែមិនជឿនឹងអ្វីដែលបានកើតឡើងម្ចាស់កំហុសក៏ប្រញាប់សុំទោសហើយសុំសងជំងឺចិត្តប៉ុន្តែ Eugene មិនចង់ឲ្យនរណាម្នាក់សងអ្វីទាំងអស់ហើយនៅពេលនោះ Sarah Kim ក៏បង្ហាញខ្លួននាងធ្វើរឿងដែលគ្មាននរណានឹកស្មានដល់នាងដោះកាបូបរបស់ខ្លួនចេញហើយនិយាយថាខ្ញុំមិនចង់សន្យាថាខ្ញុំនឹងរកកាបូបដូចគ្នាមកឲ្យអ្នកបានទេប៉ុន្តែបើអ្នកយល់ពីតម្លៃរបស់កាបូបមួយនោះអ្នកក៏ប្រកាសជាយល់ពីតម្លៃរបស់កាបូបមួយនេះដែរហើយនាងក៏ស្នើឲ្យបដូរកាបូបគ្នាមនុស្សគ្រប់គ្នាស្ងប់ស្ងាត់គ្មាននរណាយល់ថាហេតុអ្វីបានជា Sarah អាចធ្វើរឿងធំដូចនេះដោយមិនស្ទាក់ស្ទើរបន្តិចសោះបន្ទាប់មក Sarah ក៏ញញឹមហើយនិយាយថាអ្នកគឺជា CEO របស់ Nox មែនទេខ្ញុំចូលចិត្តប្រើក្រែមលាបមាត់របស់អ្នកណាស់ត្រឹមតែពាក្យប្រមាណម៉ាត់ Sarah បានសង្គ្រោះមុខមាត់របស់ Eugene ពីការអាម៉ាស់ដ៏ធំហើយចាប់ពីថ្ងៃនោះមកអ្នកទាំងពីរក៏ក្លាយជាមិត្តស្និទ្ធនឹងគ្នាពួកគេផឹកស្រាជាមួយគ្នានិយាយគ្នារហូតដល់យប់ជ្រៅហើយ Sarah តែងតែធ្វើរឿងដែលគ្មាននរណាអាចបដិសេធបានសូម្បីតែការញ៉ាំនំខេកជាមួយស្រាសូជូក៏នាងអាចធ្វើឲ្យវាមើលទៅធម្មតាបានដែរ Sarah និយាយថាពេលខ្លះអ្វីដែលមិនសមគ្នាបែរជាសមគ្នាបំផុតក្រោយមក Sarah ក៏សុំទោសចំពោះហេតុការណ៍នៅក្នុងកម្មវិធីនោះនាងខណៈពេលដែលមិត្តភាពរបស់ Sarah និង Eugene កាន់តែស្និទ្ធស្នាល Sarah ក៏ចាប់ផ្ដើមបង្ហាញគម្រោងដ៏ធំមួយរបស់ Boudoir នាងប្រាប់ថា Boudoir មិនចង់បង្កើតត្រឹមតែម៉ាកប្រណិតប៉ុណ្ណោះទេពួកគេចង់បង្កើតសន្តាគារទាំងមូលមួយដែលពោរពេញទៅដោយផលិតផលរបស់ Boudoir ចាប់ពីគ្រឿងសង្ហារឹមក្រដាសបិទជញ្ជាំងកន្សែងចានសូម្បីតែក្លិនក្រអូបនៅក្នុងបន្ទប់អ្វីៗគ្រប់យ៉ាងនឹងក្លាយជាស្នាដៃរបស់ Boudoir ទាំងអស់ពេលឮបែបនេះ Eugene ក៏មានគំនិតមួយភ្លាមនាងសួរថាបើអញ្ចឹងតើសន្តាគារនោះក៏ត្រូវការផលិតផលថែរក្សាសម្រស់និងអនាម័យដែរមែនទេ Sarah ងក់ក្បាល Eugene ក៏ស្នើថាតើអាចឲ្យ Nox សហការជាមួយ Boudoir បានទេនាងជឿថាគ្មានអ្វីដែលមិនអាចទៅរួចទេសម្រាប់ Sarah ប៉ុន្តែលើកនេះ Sarah មិនឆ្លើយដូចធម្មតាទេនាងនិយាយថាប្រហែលជា Nox និង Boudoir មានគោលបំណងខុសគ្នាពាក្យមួយឃ្លានេះបានធ្វើឲ្យ Eugene ឈឺចាប់យ៉ាងខ្លាំងព្រោះវាស្រដៀងនឹងពាក្យ wavelengths ដែលអ្នកមានជាន់ខ្ពស់ធ្លាប់ប្រើដើម្បីមើលងាយនាងប៉ុន្តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលជាងនេះទៀតគឺ Sarah បែរជាទៅញ៉ាំអាហារជាមួយ Chairwoman Choi ទៅវិញមនុស្សដែលធ្លាប់បដិសេធ Eugene យ៉ាងអាម៉ាស់ប៉ុន្តែ Sarah នៅតែបន្តនិយាយអំពីការវិនិយោគនាងស្នើឲ្យ Eugene ដាក់ទុនក្នុង Boudoir ក្រុមការងាររបស់ Eugene ព្យាយាមបញ្ឈប់នាងពួកគេជឿថាការវិនិយោគដោយមិនទាន់សិក្សាព័ត៌មានលម្អិតគឺមានហានិភ័យខ្លាំងពេកលើពីនេះពួកគេក៏មានគម្រោងវិនិយោគក្នុងក្រុមហ៊ុនផ្សេងទៀតរួចទៅហើយប៉ុន្តែ Eugene មិនព្រមស្ដាប់ឡើយនៅពេលឮពាក្យ wavelengths ម្ដងទៀតនាងខឹងយ៉ាងខ្លាំងនាងសួរថាតើអ្នកទាំងអស់គ្នាកំពុងមើលងាយ Nox ឬ Boudoir នាងធុញទ្រាន់នឹងការវាយតម្លៃមនុស្សតាមវណ្ណៈបែបនេះណាស់នាងចង់ឡើងទៅកាន់កម្រិតខ្ពស់ជាងនេះចង់បង្ហាញថាមនុស្សអ្នកមានថ្មីក៏អាចក្លាយជាផ្នែកមួយនៃពិភពអភិជនបានដែរនៅទីបំផុត Sarah ក៏យល់ព្រមនាងញញឹមហើយនិយាយថាខ្ញុំគិតថាពួកយើងកំពុងសុបិនដូចគ្នាបន្ទាប់មក Sarah សួរថា Eugene អាចវិនិយោគបានប៉ុន្មានដោយគ្មានការស្ទាក់ស្ទើរ Eugene ឆ្លើយថា 10,000 លានវ៉ុនប៉ុន្តែ Sarah គ្រាន់តែនិយាយថាបន្ថែម 5,000 លានទៀតហើយ Eugene ក៏យល់ព្រមភ្លាមប៉ុន្តែ Sarah 15,000 លានវ៉ុនត្រូវបានដាក់ចូលទៅក្នុងគម្រោងរបស់ Sarah មិនយូរប៉ុន្មាន Eugene ចាប់ផ្ដើមណែនាំមិត្តភ័ក្តិនិងដៃគូអាជីវកម្មរបស់នាងឲ្យវិនិយោគជាមួយ Boudoir ផងដែរ
មនុស្សជាច្រើនមានការសង្ស័យអ្នកខ្លះនិយាយថាពួកគេទើបតែស្គាល់ម៉ាកនេះកាលពីពេលថ្មីៗប៉ុណ្ណោះហើយការវិនិយោគបែបនេះគឺលឿនពេកប៉ុន្តែ Eugene តបវិញដោយភាពជឿជាក់ថា Boudoir មិនមែនជាម៉ាកសម្រាប់មនុស្សធម្មតាទេវាជាម៉ាកសម្រាប់មនុស្សកំពូលត្រឹម 0.1% ប៉ុណ្ណោះពេលនោះមនុស្សជាច្រើនគ្រាន់តែសើចពួកគេគិតថានាងនិយាយលេងប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមស្ដាយក្រោយយ៉ាងខ្លាំង Boudoir ក្លាយជាជោគជ័យដ៏ធំមួយវាល្បីល្បាញយ៉ាងឆាប់រហ័សអ្នកមានតារាល្បីអ្នកនយោបាយនិងមនុស្សដែលមានឥទ្ធិពលបំផុតក្នុងសង្គមសុទ្ធតែចង់ក្លាយជាអតិថិជនរបស់ Boudoir គ្រប់ហាងទាំងអស់លក់ដាច់អស់រហូតផលិតផលថ្មីៗក្លាយជានិន្នាការដែលមនុស្សគ្រប់គ្នាចង់បានហើយក្នុងខែដំបូងតែប៉ុណ្ណោះ Eugene ទទួលបានប្រាក់ចំណេញពីភាគហ៊ុនដល់ទៅ 1.5 ពាន់លានវ៉ុនសម្រាប់នាងវាហាក់ដូចជាការរកលុយបានដោយគ្រាន់តែដកដង្ហើមប៉ុណ្ណោះ Boudoir បានបំផ្លាញស្ទីលចាស់ៗនិងបង្កើតនិន្នាការថ្មីសម្រាប់ពិភពម៉ូដទាំងមូលប៉ុន្តែថ្ងៃដែល Boudoir បង្ហាញ collection ថ្មីនោះក៏ជាថ្ងៃចុងក្រោយដែល Eugene បានឃើញ Sarah ផងដែរ Sarah តែងតែធ្វើឲ្យគេមានអារម្មណ៍ថានាងអាចបាត់ខ្លួនបានគ្រប់ពេលសូម្បីតែពេលរស់នៅជាមួយ Eugene នាងក៏មិនដែលរៀបចំវ៉ាលីរបស់ខ្លួនចេញទាំងស្រុងដែរដូចជាមនុស្សម្នាក់ដែលតែងតែរៀបចំខ្លួនសម្រាប់ការចាកចេញនៅពេលបច្ចុប្បន្ន Eugene សួរអ្នកស៊ើបអង្កេតវិញថាបើនាងបានរាយការណ៍ថា Sarah បាត់ខ្លួនភ្លាមៗតើវាអាចជួយសង្គ្រោះនាងបានទេប៉ុន្តែពេលអ្នកស៊ើបអង្កេតសុំរូបថតបន្ទាប់ពីបានស្គាល់ Sarah កាន់តែច្បាស់ Eugene ក៏ចាប់ផ្ដើមបើកចិត្តនិយាយអំពីអារម្មណ៍អសន្តិសុខរបស់ខ្លួននាងសួរ Sarah ថាការបង្ហាញភាពមានបាននិងការចង់ឲ្យគេកោតសរសើរតើវាកើតចេញពីភាពខ្វះខាតក្នុងចិត្តមែនទេ Sarah គ្រាន់តែញញឹមតិចៗ Eugene បន្តសួរថាតើភាពខ្វះខាតរបស់នាងមើលទៅច្បាស់ខ្លាំងមែនទេតើ Sarah អាចប្រាប់បានទេថានាងស្ថិតនៅចំណុចណាក្នុងសង្គមប៉ុន្តែ Sarah ឆ្លើយវិញថាអ្នកទាំងពីរមិនដូចគ្នានោះទេ Eugene គឺជាស្ត្រីជនជាតិកូរ៉េអាមេរិកដែលបានសិក្សានៅសាកលវិទ្យាល័យ Oxford នាងជាមនុស្សដែលសង្គមទទួលស្គាល់ថាជាវណ្ណៈអភិជនពិតប្រាកដប៉ុន្តែ Sarah ក៏បន្ថែមថាមនុស្សជាច្រើននិយាយថាអ្នកមានមិនត្រូវបានវាស់តម្លៃដោយចំនួនលុយក្នុងធនាគារទេប៉ុន្តែវាស់ដោយចំនួនបទពិសោធន៍និងដំណើរជីវិតដែលពួកគេបានឆ្លងកាត់ហើយនោះប្រហែលជាការពិតប៉ុន្តែ Sarah ជឿថានៅពីក្រោយអ្វីដែលភ្នែកមើលឃើញតែងតែមានរឿងជាច្រើនទៀតដែលមនុស្សមិនបានដឹងយប់មួយអ្នកទាំងពីរអង្គុយមើលមេឃជាមួយគ្នា Eugene ស្រាប់តែនិយាយថានាងពិតជាចង់ឃើញព្រិលធ្លាក់ណាស់ជាពិសេសព្រិលធំៗប៉ុន្តែព្រិលធ្លាក់នៅរដូវក្តៅគឺជារឿងដែលមិនអាចកើតឡើងបានមែនទេ Sarah បែរមុខមកវិញហើយនិយាយដោយភាពស្ងប់ស្ងាត់ថាវាមិនមែនជារឿងដែលមិនអាចកើតឡើងទេវាគ្រាន់តែជារឿងដែលមិនទាន់កើតឡើងប៉ុណ្ណោះពាក្យមួយឃ្លានេះបានស្ថិតនៅក្នុងចិត្តរបស់ Eugene រហូតមកនៅថ្ងៃនោះ Sarah ហាក់ដូចជាមនុស្សដែលល្អឥតខ្ចោះគ្រប់យ៉ាងហើយ Eugene ក៏យល់ភ្លាមថាប្រហែលជាការរស់នៅដោយភាពឯកោជាង40ឆ្នាំរបស់នាងគឺដើម្បីរងចាំជួប Sarah តែម្នាក់នេះប៉ុណ្ណោះសម្រាប់ Eugene មនុស្សមិនត្រូវបានគេវិតម្លៃថាជានរណានោះទេប៉ុន្តែត្រូវបានវិតម្លៃថាមើលទៅដូចជានរណាអារម្មណ៍រូបរាងនិងបរិយាកាសដែលពួកគេបង្កើតឡើងមនុស្សដែលនៅក្រោមនាងច្រណែននឹងអ្វីដែលនាងមានរីឯមនុស្សដែលនៅខ្ពស់ជាងនាងតែងតែមើលឃើញតែអ្វីដែលនាងខ្វះហើយមើលងាយនាងប៉ុន្តែ Sarah ខុសពីមនុស្សទាំងអស់នាងគឺជាមនុស្សតែម្នាក់ដែលអាចនាំយកអ្វីដែល Eugene ប្រាថ្នាចង់បានមកឲ្យនាងថ្ងៃមួយអ្នកទាំងពីរបានទៅវិចិត្រសាលសិល្បៈ Sarah ចង្អុលទៅគំនូរមួយរបស់វិចិត្រករល្បី Yu Yong Eugene សួរថាតើ Sarah ចង់ទិញផ្ទាំងគំនូរនោះមែនទេប៉ុន្តែ Sarah ឆ្លើយថានាងមិនចង់ទិញគំនូរទេនាងចង់ទិញសិទ្ធិប្រើប្រាស់រូបភាពនោះសម្រាប់ប្រអប់អំណោយនៃផលិតផលថ្មីរបស់ Knox Eugene ស្ទើរតែមិនជឿព្រោះក្រុមហ៊ុនធំៗជាច្រើនបានព្យាយាមតាក់ទង Yu Yong រួចហើយប៉ុន្តែគ្មាននរណាជោគជ័យឡើយអ្នកខ្លះត្រូវបានបញ្ជូនការហៅបន្តអ្នកខ្លះផ្ញើអ៊ីមែលទៅហើយមិនដែលទទួលបានការឆ្លើយតបវិញវាហាក់ដូចជាមិនអាចទៅរួចទាល់តែសោះប៉ុន្តែ Sarah គ្រាន់តែនិយាយវិញថាខ្ញុំបានប្រាប់ហើយវាគ្រាន់តែជារឿងដែលមិនទាន់កើតឡើងប៉ុណ្ណោះក្រោយមក Sarah ក៏អាចតាក់ទង Yu Yong បានពិតមែន Eugene ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងសួរថាតើ Sarah ធ្វើបែបណាទើបអាចបញ្ចុះបញ្ចូលវិចិត្រករដ៏ល្បីម្នាក់នេះបាន Sarah ឆ្លើយទាំងញញឹមថាវិចិត្រករគ្រប់រូបមានរឿងមួយដែលពួកគេខ្លាចបំផុតនោះគឺការខ្លាចជាមនុស្សធម្មតាហើយ Sarah មិនបានសរសើរថា Yu Yong ពិសេសនោះទេផ្ទុយទៅវិញនាងបានរិះគន់ថា Yu Yong កំពុងខ្លាចជាមនុស្សធម្មតាហើយការភ័យខ្លាចនោះបានធ្វើឲ្យវិចិត្រករម្នាក់នេះចង់បង្ហាញខ្លួនឯងឡើងវិញនៅថ្ងៃមួយទៀត Eugene សង្កេតឃើញថា Sarah មានវ៉ាលីជាច្រើននាងសួរថាតើ Sarah កំពុងផ្លាស់សន្តាគារមែនទេ Sarah ឆ្លើយថានាងសង្ស័យថាបុគ្គលិកសន្តាគារកំពុងឆែកមើលរបស់ផ្ទាល់ខ្លួនរបស់នាង Eugene ក៏ស្នើភ្លាមៗថាបើអញ្ចឹងហេតុអ្វីមិនមករស់នៅផ្ទះរបស់នាងទៅនាងមានបន្ទប់ទំនេរច្រើនណាស់ Sarah ឆ្លើយដោយស្នាមញញឹមថាពិតមែនទេហើយចាប់ពីថ្ងៃនោះ Sarah ក៏ផ្លាស់មករស់នៅជាមួយ Eugene មិត្តភាពរបស់អ្នកទាំងពីរកាន់តែស្និទ្ធស្នាលជាងមុនថ្ងៃមួយ Eugene សួរថា
Sarah អាយុ38ឆ្នាំពិតមែនទេព្រោះនាងមើលទៅក្មេងជាងអាយុរបស់នាងខ្លាំងណាស់ Sarah ឆ្លើយលេងៗថាបើអ្នកមានលុយគ្រប់គ្រាន់សូម្បីតែភាពក្មេងក៏អាចទិញបានដែរហើយម្ដងទៀត Eugene និយាយអំពីបំណងប្រាថ្នាចង់ឃើញព្រិលធ្លាក់នៅរដូវក្តៅ Sarah ក៏ឆ្លើយដូចដើមថាវាគ្រាន់តែជារឿងដែលមិនទាន់កើតឡើងប៉ុណ្ណោះនៅពេលដែលព្រិលសិប្បនិម្មិតចាប់ផ្ដើមធ្លាក់ Eugene និយាយថានាងមិនធ្លាប់គិតទេថារបស់คล้ายៗអាចស្រស់ស្អាតបានដល់ថ្នាក់នេះប៉ុន្តែបច្ចុប្បន្នរឿងរ៉ាវទាំងអស់បានคล้ายជាការស៊ើបអង្កេតឃាតកម្មទៅហើយអ្នកស៊ើបអង្កេតសួរទៅកាន់ Eugene ថាតើនាងគិតយ៉ាងណាចំពោះការដែលឃាតករទុកកាបូបវាគ្មិននៅកន្លែងកើតហេតុបើគ្មានកាបូបនោះពួកគេប្រហែលជាមិនអាចកំណត់អត្តសញ្ញាណសារ៉ាបានឡើយ Eugene គ្រាន់តែសង្ស័យថាប្រហែលជានរណាម្នាក់ចង់ធ្វើឲ្យនាងក្លាយជាជនសង្ស័យប៉ុន្តែអ្នកស៊ើបអង្កេតជឿថាគ្មានតម្រុយណាមួយនៅបន្ទាប់ពីការស៊ើបអង្កេតបន្តទៅមុខក្រុមប៉ូលីសក៏ចាប់ផ្ដើមស្រាវជ្រាវពីប្រវត្តិរបស់ Jong Eugene ហើយអ្វីដែលពួកគេរកឃើញមិនសាមញ្ញដូចអ្វីដែលនាងបាននិយាយឡើយនៅក្នុងប្រព័ន្ធឈ្មោះរបស់ Eugene ធ្លាប់ជាប់ពាក់ព័ន្ធនឹងសំណុំរឿងវាយដំនិងប្លន់ទន្ទឹមនឹងក្រុមស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មហិរញ្ញវត្ថុក៏ចូលមកពាក់ព័ន្ធផងដែរមន្ត្រីម្នាក់ប្រញាប់រត់មករាយការណ៍ថាជនរងគ្រោះដែលស្លាប់មានឈ្មោះ Sarah Kim ដូច្នេះពួកគេត្រូវផ្ទៀងផ្ទាត់សញ្ជាតិអាមេរិករបស់នាងជាមួយក្រសួងការបរទេសប៉ុន្តែក្នុងពេលតែមួយករណីមួយទៀតក៏បានលេចឡើងវាជាករណីចាប់ចម្រិត VM Bucks និងគម្រាមទារប្រាក់ជនសង្ស័យដែលត្រូវបានចាប់ខ្លួនបានសារភាពថាពួកគេធ្វើសកម្មភាពទាំងអស់នេះតាមបញ្ជារបស់មនុស្សម្នាក់ហើយមនុស្សម្នាក់នោះគឺ Jong Eugene តាមសម្ដីរបស់ជនសង្ស័យ Eugene បានទាមទារឲ្យ Sarah Kim សងប្រាក់វិនិយោគដែលនាងបានទទួលប៉ុន្តែ Sarah បដិសេធមិនព្រមសងហើយចំនួនទឹកប្រាក់នោះគឺរហូតដល់ទៅ 15,000 លានវ៉ុនប្រាក់ដ៏ច្រើនសម្បើមដែលអាចបំផ្លាញសូម្បីតែមិត្តភាពរាប់ពាន់ឆ្នាំមិនត្រឹមតែប៉ុណ្ណោះក្រុមស៊ើបអង្កេតហិរញ្ញវត្ថុក៏មានការសង្ស័យថា Eugene ប្រហែលជាបានលួចយកប្រាក់របស់ក្រុមហ៊ុន Knox ដើម្បីយកទៅវិនិយោគជាមួយ Boudoir ដោយសម្ងាត់ហើយការពិតនេះក៏ត្រូវបានបង្ហាញតាមរយៈអតីតកាលមួយបន្ទាប់ពីទទួលបានភាគលាភ 1.5 លានវ៉ុនក្នុងខែដំបូង Sarah មិនដែលផ្ដល់ប្រាក់បន្ថែមមកទៀតឡើយខែទី1ខែទី2ខែទី3គ្មានអ្វីទាំងអស់ Eugene ចាប់ផ្ដើមភ័យខ្លាចនាងសួរ Sarah ថាហេតុអ្វីបានជាប្រាក់មិនចូលមកទៀត Sarah បែរជាខឹងវិញនាងនិយាយថានេះហើយជាមូលហេតុដែលនាងមិនចង់ធ្វើការជាមួយ Eugene ព្រោះ Eugene តែងតែអន្ទះសារនិងបង្ហាញចរិតរបស់មនុស្សវណ្ណៈកម្មករទោះបីក្លាយជានាយកប្រតិបត្តិហើយក៏ដោយពាក្យនេះបានធ្វើឲ្យ Eugene ឈឺចាប់យ៉ាងខ្លាំងប៉ុន្តែនាងក៏សារភាពការពិតមួយប្រាក់ 15,000 លានវ៉ុនដែលនាងយកមកវិនិយោគមិនមែនជាប្រាក់ផ្ទាល់ខ្លួនឡើយវាគឺជាប្រាក់របស់ក្រុមហ៊ុនប្រាក់ដែលត្រូវបានបង្វែរចេញមកដោយខុសច្បាប់ពេលឮបែបនេះ Sarah ក៏ភ្ញាក់ផ្អើលដែរ Eugene បន្តនិយាយថាបើមានការត្រួតពិនិត្យហិរញ្ញវត្ថុនាងនឹងចប់ជីវិតអាជីពជាមិនខានប៉ុន្តែ Sarah មិនបានបង្ហាញភាពភ័យខ្លាចទាល់តែសោះនាងគ្រាន់តែប្រាប់ Eugene ថាកុំប្រាប់រឿងនេះឲ្យនរណាម្នាក់ដឹងកុំឲ្យមានអ្នកណាដឹងថានាងបាននិយាយអ្វីទៅកាន់ Sarah នៅពេលបច្ចុប្បន្នការស៊ើបអង្កេតក៏ឈានទៅដល់រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតកាបូបប្រណិតដែលពាក់ព័ន្ធនឹង Boudoir ត្រូវបានយកទៅឲ្យអ្នកជំនាញពិនិត្យអ្នកជំនាញដាក់កាបូប2នៅលើតុហើយសួរថាតើអាចប្រាប់បានទេថាមួយណាជារបស់ពិតចម្លើយគឺមិនអាចទេប៉ុន្តែអ្នកជំនាញពន្យល់ថារបស់คล้ายៗដែលល្អបំផុតជួនកាលល្អឥតខ្ចោះជាងរបស់ពិតទៅទៀតព្រោះរបស់ពិតមិនមែនតែងតែផលិតបានល្អឥតខ្ចោះនោះឡើយដូច្នេះភាពល្អឥតខ្ចោះពេកគឺជាចំណុចខ្សោយដែលបង្ហាញថាវាជារបស់คล้ายៗអ្នកជំនាញថែមទាំងនិយាយថាគាត់មិនធ្លាប់ឃើញរបស់คล้ายៗណាដែលល្អដល់កម្រិតនេះឡើយហើយគាត់ស្នើទិញវាក្នុងតម្លៃ 5 លានវ៉ុននៅពេលដំណើរគ្នានោះក្រុមស៊ើបអង្កេតក៏ទទួលបានព័ត៌មានថ្មីមួយទៀតពួកគេធ្លាប់ជឿថា Sarah Kim គឺជានាយកប្រចាំតំបន់របស់ Boudoir ប៉ុន្តែការពិតនាងមិនមែនជានាយកអ្វីឡើយបុគ្គលិក Boudoir ប្រាប់ថាស្ត្រីដែលស្លាប់មានឈ្មោះ Woo Hyo Yoon អាយុ30ឆ្នាំហើយនាងគ្រាន់តែជាបុគ្គលិកលក់ធម្មតាម្នាក់ប៉ុណ្ណោះវាមានន័យថាក្រុមជនល្មើសដែលទៅចាប់ចម្រិត Sarah ប្រហែលជាចាប់មនុស្សខុសពួកគេបានចាប់បុគ្គលិកហាងជំនួសឲ្យ Sarah Kim ពិតប្រាកដមិនយូរប៉ុន្មានមន្ត្រីម្នាក់ក៏នឹកឃើញរឿងមួយស្ត្រីដែលគេបានជួបពីមុនមានជើងឆ្វេងពាក់ស្រោមបង់របួសហើយមានស្នាមជាំលើផ្ទៃមុខប្រហែលជានាងគឺជាជនរងគ្រោះនៃរឿងអ្វីមួយដែលធំជាងនេះក្នុងពេលជាមួយគ្នាលោក Park Moo Jong ក៏ត្រូវបានហៅជួបថ្នាក់លើគាត់ត្រូវបានសួរអំពីព័ត៌មានដែលទទួលបានពីជនសង្ស័យជាពិសេសរឿងកាបូប Boudoir ដែលត្រូវបានដកហូតជាវត្ថុធានាហើយការស៊ើបអង្កេតបង្ហាញថាកាបូបទាំងអស់នោះសុទ្ធតែជារបស់คล้ายៗប៉ុន្តែរឿងដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងបំផុតក៏បានមកដល់ក្រសួងការបរទេសបានផ្ញើលទ្ធផលមកវិញគ្មានការបញ្ជាក់អត្តសញ្ញាណណាមួយឡើយ Sarah Kim មិនមាននៅក្នុងប្រព័ន្ធទេគ្មានឈ្មោះគ្មានអាយុគ្មានទីកំណើតគ្មានប្រវត្តិសិក្សាគ្មានមនុស្សណាម្នាក់ដែលត្រូវនឹងព័ត៌មានដែលនាងធ្លាប់ប្រាប់ Sarah Kim ប្រហែលជាមិនធ្លាប់មាននៅលើโลกនេះតាំងពីដំបូងហើយឥឡូវនេះសំណុំរឿង Jane Doe កាន់តែអាចកំបាំងជាងពេលណាទាំងអស់តើ Sarah Kim ជានរណាពិតប្រាកដតើនាងជាជនបោកប្រាស់ដ៏ឆ្លាតវៃបំផុតម្នាក់
ឬក៏នៅមានអាចកំបាំងអ្វីផ្សេងទៀតលាក់ខ្លួននៅពីក្រោយរឿងរ៉ាវនេះចម្លើយទាំងអស់នឹងត្រូវបន្តនៅក្នុងអេពីសូតបន្ទាប់ប្រសិនបើអ្នកចូលចិត្តការសង្ខេបរឿងបែបនេះកុំភ្លេចចុច like subscribe និងបើកកណ្ដឹងដើម្បីកុំឲ្យខកខានវគ្គបន្ទាប់